ឥឡូវនេះបងប្អូនទាំងអស់គ្នានាំម៉ាក់តូចមកដល់ពេទ្យហើយព្រោះដោយសារតែមានបងប្អូនគាត់ខមមិនសួរច្រើនមែនតើថាម៉ាក់តូចមានកូនសម្ដែងឬមួយក៏មែនតើហើយឥឡូវសួរអារម្មណ៍ម៉ាក់សិនមានអារម្មណ៍មិនដែរពេលដែលមានកូនលើកដំបូងអញ្ចឹងណាមានអារម្មណ៍ភ័យអរឥឡូវនេះមកដល់ពេទ្យហើយបងប្អូនទាំងអស់គ្នាច្បាស់មិនច្បាស់សំខាន់យកទៅអេកូសិនជាមួយពេទ្យគាត់ប្រាប់ថាមិនជាមួយឲ្យពេទ្យអ្នកប្រាប់ហ្មងដោយសារពេទ្យគាត់អត់ថយបងប្អូនទាំងអស់គ្នាគាត់ឃើញមិនថាអញ្ចឹងហើយអញ្ចឹងយកម៉ាក់តូចទៅអេកូហើយចាថតឲ្យបងប្អូនមើលតបតបងចង់ដឹងថាមានមែនឬមួយក៏មានអត់ឥឡូវចាំតាមដានមើលវីដេអូខ្ញុំតទៀតបងប្អូនខ្ញុំសួរអ្នកអូនចាតាអូនដើមមកបាច់ដើមមកថតណាស់នេះមកសួរចំណាំអារម្មណ៍ប៉ាក្មេងខ្ញុំវិញបងប្អូនព្រោះដោយសារតែវ័យប៉ុណ្នេះហើយដឹកស្មានថាគាត់មាន baby ទៀតចឹងណាហើយប៉ារំភើបខ្លាំងអត់ពេលមានចឹងនេះស្វាយចិត្តរំភើបខ្លាំងហ្នឹងអូនិយាយទៅបងប្អូនឥឡូវដល់ហើយចាំតាមដានមើលអស់គ្នាណាតែឥឡូវនេះបងប្អូនទាំងអស់គ្នាដល់បន្ទប់អេកូណាជំរាបសួរឥឡូវនេះបងប្អូនទាំងអស់គ្នាដល់វគ្គម៉ាក់តូចអេកូណាហើយចង់ដឹងថាម៉ាក់តូចមានឬមួយក៏អត់ចាចាំតាមដានវីដេអូចាឥឡូវនេះគឺខ្ញុំថតឲ្យបងប្អូនមើលផ្ទាល់បងឥឡូវនេះម៉ាក់តូចមានអារម្មណ៍មិនដែរពេលបានឡើងលើខែអេកូអញ្ចឹងហើយព្រោះលើកទី1បងប្អូនទាំងអស់គ្នាហើយមានលើកនេះគឺរំភើបផងភ័យផងចាភ័យអរហ្មងបងប្អូនចាម៉ាក់ហើយបាត់នេះបាត់ដូចជាមើលបណ្ឌិតមើល22ខែដឹងរួលព្រោះដោយសារផ្លែកចុះបាន3អាទិត្យ2ថ្ងៃណា3អាទិត្យ2ថ្ងៃមួយខែជានេះ3អាទិត្យ2ខែចូល2ខែមានដូរអូននេះបងប្អូនអត់គ្នាមានតែដូរហ្នឹងណា3អាទិត្យមួយខែ2សុខភាពគាត់អត់អីបងណាអូននៅក្នុងស្បួនខំណាខ្ញុំដាក់បងមួយខែទៀតមកមើលគាត់ដាក់ចំកអូនណាចាខែគាត់ត្រឡប់មកឆៃសុខភាពឡើងវិញចំកអត់អីទេណាចាដាក់សុខភាពធម្មតាគាត់ទៅតាមបងចាមុននឹងនាំបងប្អូនទៅមើលវីដេអូបន្តខ្ញុំសូមណែនាំជាមួយនឹងសម្លេងជូតមុខ MMO ចាចំពោះសម្លេងជូតមុខ MMO គឺមានពីរប្រភេទណាបងប្អូនទាំងអស់គ្នាចាគឺមានបាត់មុននិងបាត់ជាប់ចាចំពោះពណ៌ទឹកប្រាក់នេះផងដែរសម្រាប់បងប្អូនគាត់មានបញ្ហាស្បែកមុខមុនមិនថាមុនតូចមុនធំមុនកប់សាច់មុខរកទទួលរបស់បងជូតពណ៌ទឹកប្រាក់ទៅគឺល្អខ្លាំងមែនតើហ្មងហើយបើសិនជាបងប្អូនមានបញ្ហាស្បែកមុខជាប់ចាមិនថាជាប់កណ្ដៅថ្ងៃជាប់កណ្ដៅកូនអីទេបងប្អូនជូតពណ៌ទឹកមាសនេះគឺល្អខ្លាំងហើយបើសិនជាបងប្អូនមានបញ្ហាទាំងអស់ហ្នឹងបងប្អូនជូតយប់ផងថ្ងៃផងនឹងទទួលបានស្បែកមុខស្អាតលឿនតែម្ដងណាហើយបន្ទាប់មកគឺញ៉ាំភ្លេចទេជាមួយនឹងថ្នាំដុសធ្មេញយិនសិនហុងស៊ុយ MMO សម្រាប់បងប្អូនគាត់មានបញ្ហាថងក្លិនមាត់ខ្លាំងចាធ្មេញខ្មៅធ្មេញលឿងបងប្អូនអាសាឈាមតាមចាញ់ធ្មេញរកស៊ីធ្មេញអីហ្នឹងបងប្អូនព្យាយាមដុសមួយថ្ងៃ3ដងបងប្អូនទាំងអស់គ្នានឹងទទួលបានក្លិនមាត់ក្អូបហើយចាបានធ្មេញសស្អាតទៀតបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនដែលគាត់ចង់បានធ្មេញសហើយក្លិនមាត់ក្អូបបងប្អូនប្រើទៅគឺអត់ខុសបំណងទេហើយបើសិនជាបងប្អូនចង់បានស្បែកមុខស្អាតបងប្អូនអាចប្រើជាមួយនឹងសម្លេងជូតមុខ MMO បាន